ពេញបំណងដេកមកមើលឃើញទង្វើតែធ្វើតែរួចកន្លងទុកទស្សននៃជីវិតដែលចាំឲ្យជើងទៅហែកឆ្លងដូចវិញ្ញាសាក្នុងមច្ឆាដែលខ្ញុំមិនចង់ប្រឡងបើអ្នកចង់ទីបំផុតគឺអ្នកដែលត្រូវតែស្រាយរឿងជីវិតនៅលើโลกនេះពិបាកនឹងបរិយាយក្នុងសង្គមពិបាកនឹងរស់ផ្លូវមួយគឺមានតែងាប់បើសិនជាអ្នកមិនដែលលឺដោយសារតែអ្នកមិនដែលធ្លាប់ព្រោះថាជីវិតអ្នកកើតមួយអ្នកគឺជាក្មេងសៀវអតីតកាលឲ្យអ្នកហូរទឹកភ្នែកដូចទឹកកាសៀវដល់ពេលងាប់ធ្វើបុតខ្មោចគេnokគ្នាហូរកជ្រៀវគេមិននឹកស្ដាយមានតែសប្បាយរហូតដល់មាត់ឡើងងាវព្រោះលើវិញ្ញាណបាត់ទៅណាពីពណ៌នាជាពិស្ដាជឿថាកំហុសអ្នកប្រព្រឹត្តតែគួរបន្ទោសដល់អ្នកណាលោកគេថាលងមកពេលខណៈអ្នកយុវវ័យមកពុតសំដៅឋានៈវិជ័យសច្ឈាមអ្នកទៅជាតិណៃមិនដែលរស់សាជាថ្មីបាត់នៅណាកាយគេសាធ្វើគាត់បំពេញបំណងដេកមកមើលឃើញទង្វើតែធ្វើតែរួចកន្លងទុកទស្សននៃជីវិតដែលចាំឲ្យជើងទៅហែកឆ្លងដូចវិញ្ញាសាក្នុងមច្ឆាដែលខ្ញុំមិនចង់ប្រឡងបើអ្នកចង់ទីបំផុតគឺអ្នកដែលត្រូវតែស្រាយរឿងជីវិតនៅលើโลกនេះពិបាកនឹងបរិយាយក្នុងសង្គមពិបាកនឹងរស់ផ្លូវមួយគឺមានតែងាប់បើសិនជាអ្នកមិនដែលលឺដោយសារតែអ្នកមិនដែលធ្លាប់ព្រោះថាជីវិតអ្នកកើតមួយអ្នកគឺជាក្មេងសៀវអតីតកាលឲ្យអ្នកហូរទឹកភ្នែកដូចទឹកកាសៀវដល់ពេលងាប់ធ្វើបុតខ្មោចគេnokគ្នាហូរកជ្រៀវគេមិននឹកស្ដាយមានតែសប្បាយរហូតដល់មាត់ឡើងងាវព្រោះលើវិញ្ញាណបាត់ទៅណាពីពណ៌នាជាពិស្ដាជឿថាកំហុសអ្នកប្រព្រឹត្តតែគួរបន្ទោសដល់អ្នកណាលោកគេថាលងមកពេលខណៈអ្នកយុវវ័យមកពុតសំដៅឋានៈវិជ័យសច្ឈាមអ្នកទៅជាតិណៃមិនដែលរស់សាជាថ្មីបាត់នៅណាកាយគេសាធ្វើគាត់បំពេញបំណងដេកមកមើលឃើញទង្វើតែធ្វើតែរួចកន្លងទុកទស្សននៃជីវិតដែលចាំឲ្យជើងទៅហែកឆ្លងដូចវិញ្ញាសាក្នុងមច្ឆាដែលខ្ញុំមិនចង់ប្រឡងបើអ្នកចង់ទីបំផុតគឺអ្នកដែលត្រូវតែស្រាយរឿងជីវិតនៅលើโลกនេះពិបាកនឹងបរិយាយក្នុងសង្គមពិបាកនឹងរស់ផ្លូវមួយគឺមានតែងាប់បើសិនជាអ្នកមិនដែលលឺដោយសារតែអ្នកមិនដែលធ្លាប់ព្រោះថាជីវិតអ្នកកើតមួយអ្នកគឺជាក្មេងសៀវអតីតកាលឲ្យអ្នកហូរទឹកភ្នែកដូចទឹកកាសៀវដល់ពេលងាប់ធ្វើបុតខ្មោចគេnokគ្នាហូរកជ្រៀវគេមិននឹកស្ដាយមានតែសប្បាយរហូតដល់មាត់ឡើងងា